2025ấy nâng coi xe cô đào cá tiết tỏ mà có thắp nóคนต่างประเทศได้ช่วยเนี่ยบ้าง Okay tool ទី1គឺ Webflow help you build a stunning website ចង់បាន website មួយដែលមើលទៅ professional ហើយត្រូវការសរសេរកូដមែនអត់ Webflow អាចឲ្យអ្នក design បានតាមចិត្តតាមរយៈមុខងារ drag and drop animation one click deployment and CMS integration ដោយមិនបាច់ត្រូវការសរសេរកូដអីទាំងអស់ tool ទី2 Bubble create a powerful web apps Bubble អនុញ្ញាតឲ្យអ្នកបង្កើតកម្មវិធីឬក៏គេហទំព័រមើលទៅស្មុគស្មាញបានយ៉ាងងាយស្រួលមិនថាវាជា e-commerce social platform ឬមួយក៏ប្រព័ន្ធ control system ក៏ដោយយើងគ្រាន់តែត្រូវការ data and database ដែលមានស្រាប់នៅរបៀបប្រើប្រាស់វាតែប៉ុណ្ណោះពេលនោះអ្នកអាចបង្កើតបានកម្មវិធីមួយដែលមិនបាច់ប្រើប្រាស់កូដបាន tool ទី3គឺ Glides turn your Google Sheet into a mobile app មាន spreadsheet អ្នកនរគ្នាអាចធ្វើឲ្យវាក្លាយជាកម្មវិធីមួយដែលដំណើរការបានជាមួយ Glides ហើយវាស័ក្តិសមបំផុតជាមួយនឹងការគ្រប់គ្រងអាជីវកម្មរបស់អ្នកកម្មវិធីធម្មតានិង prototype ហើយទាំងអស់នេះយើងអាចបង្កើតវាបានដោយគ្រាន់តែប្រើ Google Sheet របស់អ្នកតែប៉ុណ្ណោះហើយ tool ទី4 Adalo build mobile apps with ease ចង់បង្កើតកម្មវិធីទូរស័ព្ទដៃដែលផ្ទាល់ខ្លួនដែរអត់ Adalo វាធ្វើឲ្យមានភាពងាយស្រួលនៅក្នុងការ design និង publish កម្មវិធីសម្រាប់ iOS និង Android ដែលមិនត្រូវការសរសេរកូដអីទាំងអស់គ្រាន់តែការ UI បន្តិចថែមមុខងារវាបន្តិចនោះអ្នកនឹងធ្វើឲ្យកម្មវិធីដែលអ្នកធ្លាប់តែសម័យខ្លះជាការពិតបាន tool ទី5 Zapier automate your workflows ឃើញត្រូវនឹងធ្វើការងារដែរមែនអត់ Zapier អាចភ្ជាប់កម្មវិធីជាច្រើនដូចជា Notion Gmail ឬមួយក៏ Slack ដើម្បីឲ្យការងារវាដំណើរការបានដោយស្វ័យប្រវត្តិហើយជួយឲ្យអ្នកចំណេញបានពេលវេលាច្រើនទៀតផងដោយមិនចាំបាច់ត្រូវការសរសេរកូដអីឡើយឧទាហរណ៍ថាបើសិនជាអ្នកមានអាជីវកម្មហើយចង់ផុសផលិតផលរបស់អ្នកនៅលើបណ្ដាញសង្គមដូចជា Facebook TikTok ឬមួយក៏ Instagram អញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែផុសម្ដងមួយមែនអត់អូខេមិនបាច់ធ្វើអញ្ចឹងទេអ្នកគ្នាអាចមកប្រើ tool នេះបានដោយគ្រាន់តែចុចមកคลิกនោះអ្នកទាំងអស់គ្នានឹងអាចផុសផលិតផលអ្នកទាំងអស់គ្នានៅគ្រប់បណ្ដាញសង្គមបានតែម្ដង So tool ទាំងអស់នេះនឹងជួយអ្នកទាំងអស់គ្នា like a pro without coding and can you tell me which one do you like the best let us know in the comment section and don't forget to follow New Way FM and see you in next video bye bye